តើជាការពិតដែរឬទេដែលលោកវរៈសេនីយ៍តូសាន់សវណ្ណារីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងមិត្តរួមអាវុធ20នាក់ផ្សេងទៀតត្រូវបានលោកស្នងការសិទ្ធិឡោះស្នើបញ្ឈរជើងនិងបញ្ចប់មុខតំណែងតាមការបង្ហោះរបស់គណនីរបស់វរៈសេនីយ៍តូសាន់សវណ្ណារីដែលជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាមេបញ្ជាការដឹកនាំកម្លាំងចំនួន20នាក់ទៅសមរភូមិមុខភូមិជោគជ័យរយៈពេល6-7ថ្ងៃពីថ្ងៃទី21ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដោយស្នើឲ្យឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាជួយអន្តរាគមន៍និងរកយុត្តិធម៌ជូនរូបលោកនិងបងប្អូនរួមអាវុធចំនួន20នាក់ជាកម្លាំងកងអនុសេនាតូចទី1នៃផែនការងារធនធានមនុស្សដោយរកនឹងការចោទប្រកាន់មូលបង្កាច់លៀបពណ៌ញុះញង់ឲ្យមានការរើសអើងគំរាមកំហែងវាយខ្នោះទាំងអស់គ្នាពីសំណាក់លោកស្នងការសិទ្ធិឡោះថាពួកគាត់បានរត់ចោលសមរភូមិទាំងដែលមិនមានការសួរនាំរកការពិតខុសត្រូវអ្វីឡើយនិងធ្វើរបាយការណ៍ទៅថ្នាក់លើបញ្ឈរជើងនិងបញ្ចប់មុខតំណែងពួកគាត់ថែមទៀតនិងបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាត់មិនឲ្យទៅសួរសុខទុក្ខទាំងពេលដែលពួកគាត់កំពុងពិនិត្យនិងសម្រាប់ព្យាបាលដោយរងរបួសរាងកាយនិងពុលផ្សែងពុលនៅតាមបណ្ដាមន្ទីរពេទ្យជាច្រើនថ្ងៃទៀតដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នាមានការភ័យខ្លាចប៉ះពាល់សតិអារម្មណ៍ដោយកើតនឹងការកើតទុក្ខមិនសុខចិត្តនៅទង្វើមិនគប្បីរបស់ស្នងការសិទ្ធិឡោះមកលើរូបគាត់និងបងប្អូនរួមអាវុធ20នាក់ផ្សេងទៀតដោយស្នើឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយអន្តរាគមន៍និងរកយុត្តិធម៌ឲ្យពួកគាត់ទាំងអស់គ្នាលោកក៏បានបញ្ជាក់ទៀតថាបើមិនមានយុត្តិធម៌ជូនបងប្អូនរួមអាវុធទាំង20នាក់ទៀតទេក្នុងនាមរូបលោកសាន់សវណ្ណារីដែលជាមេបញ្ជាសមរភូមិទល់មុខនៅភូមិជោគជ័យនឹងសូមលាលែងពីតំណែងជាស្នងការរង